ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel រាត្រីព្រឹកព្រួយថ្ងៃនេះនាងខ្ញុំមានរឿងចង់បញ្ចែកម្លែកជាមួយនឹងបងប្អូនទៀតហើយតែរឿងហ្នឹងនាងខ្ញុំបានមកពីបងស្រីម្នាក់តែគាត់មានឈ្មោះថាបងស្រីភាគាត់បានចែករំលែកប្រាប់នាងខ្ញុំថារឿងនេះគឺជារឿងដែលកើតឡើងទៅលើអ្នកភូមិមួយគ្រួសារដែលនៅក្នុងគ្រួសារមួយហ្នឹងមានសមាជិកមានតាប៉ាមនិងម៉ាក់ហើយនិងក្មេងប្រុសម្នាក់នឹងកូនស្រីច្បងម្នាក់តែប៉ុណ្ណឹងបងប្អូនហើយក្នុងគ្រួសារហ្នឹងក៏មិនសូវមានជីវភាពធូរធារប៉ុន្មានដែរបងប្អូនតែលក្ខណៈថាមកសំលមមមានរបស់ហូបអញ្ចឹងហើយក្នុងឆ្នាំហ្នឹងគឺជាឆ្នាំដែលប្រជាជនខ្មែររបស់យើងគឺអត់សូវមានរបស់របរអីគ្រប់គ្រាន់ក្នុងជីវភាពប្រចាំថ្ងៃឬក៏ប្រកបការងារអ្វីមួយប្រចាំថ្ងៃទេបងប្អូនដែលភាគច្រើនគឺយើងមានតែរបស់សំខាន់គឺសត្វគោសត្វក្របីដើម្បីធ្វើការចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃទៅប៉ុណ្ណឹងហើយជារៀងរាល់ថ្ងៃកូនប្រុសរបស់គាត់គឺតែងតែទៅឃ្វាគោនៅឯក្បែរជើងភ្នំជាប្រចាំហើយនៅក្នុងគ្រួសាររបស់ពួកគាត់ហ្នឹងដូចខ្ញុំនិយាយពីខាងដើមមកអញ្ចឹងគឺមានសមាជិក4នាក់ដែលម្ដាយមានឈ្មោះថាមីងសឿលចំណែកឪពុកគាត់មានឈ្មោះថាពូដនចំណែកកូនស្រីច្បងរបស់គាត់មានឈ្មោះថាបងស្រីវីចំណែកកូនប្រុសពៅរបស់គាត់មានឈ្មោះថាសុកតោះបន្ទាប់ពីយើងបានស្ដាប់ជាមួយនឹងរឿងរ៉ាវនិងឈ្មោះរបស់ក្រុមគ្រួសារនឹងរួចហើយឥឡូវយើងចូលទៅក្នុងសាច់រឿងជាមួយនឹងខ្ញុំទាំងអស់គ្នាព្រឹកមួយជាថ្ងៃដែលសុកគាត់និងក្មេងៗឯទៀតគាត់បានទៅមើលគោជាធម្មតានៅពេលដែលពួកគាត់ដើរបណ្ដើរគ្នាទៅមើលគោរួមជាមួយនឹងសាសនិយាយលេងគ្នាតាមផ្លូវប្រឡែងគ្នាតាមរបៀបដែលជាក្មេងបន្ទាប់មកគាត់ក៏បានលើមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលជាក្មេងដូចគាត់អញ្ចឹងគេបាននិយាយថានៅក្បែរដើមស្វាយព្រៃម្ដាមនោះមានស្វាយគាត់បាននិយាយថាមានស្វាយផ្លែជាច្រើនណាមួយកន្លែងហ្នឹងក៏មានស្មៅច្រើនដើម្បីសម្រាប់ឲ្យកូនស៊ីអញ្ចឹងបងប្អូនដល់ពេលហើយតបមកដោយសារតែក្មេងៗសម័យនោះគឺពួកគាត់ចូលចិត្តណាស្វាយហើយណាមួយពេលហ្នឹងសុកក៏បាននិយាយថាហ្នឹងហើយគាត់បានយកអំបិលមកដែរតាគាត់ដោយសារតែសុកគឺជាមនុស្សដែលគាត់ចូលចិត្តហូបម្ជូរអញ្ចឹងក៏ពេលគាត់ទៅណាក៏គាត់ដាក់អំបិលតាមខ្លួនដែរពេលហ្នឹងដោយសារតែគាត់និយាយស្រស់ស្រួលគ្នាហើយអញ្ចឹងគាត់ក៏បាននាំគ្នាទៅកន្លែងហ្នឹងហ្មងទៅហើយពេលហ្នឹងក៏អត់សូវមានគ្នាអីច្រើនទេបងប្អូនធំតា6 7 8នាក់អញ្ចឹងបងប្អូនហើយគាត់ក៏នាំគ្នាយកគោទៅឃ្វានៅកន្លែងហ្នឹងទៅបងប្អូនដោយសារតែកន្លែងគាត់ឃ្វាហ្នឹងក៏អត់នៅឆ្ងាយពីកន្លែងដាំស្វាយហ្នឹងប្រហែលដែរហើយដើមស្វាយហ្នឹងជាប្រភេទស្វាយព្រៃបងប្អូនស្វាយហ្នឹងគឺធំមែនទែនមេវាបាយសាខាធំណាបងប្អូនដល់ពេលដោយសារតែសុកគាត់មើលទៅគាត់ថាស្វាយអីគេធំហ៎លក្ខណៈដើមវាធំពេលគាត់មើលទៅក៏គាត់រៀងស្រាវឆ្អឹងខ្នងដែរពីដំបូងក៏អត់ចង់លេងនៅនឹងឬក៏ឡើងបេះស្វាយនៅនឹងទេដោយសារតែក្មេងៗគ្នាគាត់ហ្នឹងគឺពួកគាត់ជំរុញអញ្ចឹងទៅគាត់ថាអីទេយើងមកគ្នាច្រើនដែរណាមួយយើងគ្រាន់តែបេះស្វាយហូបហ្នឹងទៅពេលហើយសុកក៏គាត់ថាអីទេចឹងឡើងបេះទៅបន្ទាប់ពីពួកគេបានហូបស្វាយរួចហើយដោយសារតែពេលហ្នឹងសុកគាត់រៀងចង់បាត់ជើងតូចប៉ុន្តែពេលហ្នឹងគាត់លក្ខណៈថាអត់មានរកកន្លែងសមស្របអីទេបងប្អូនគាត់ក៏បានទៅបត់ជើងដាក់ដើមស្វាយនឹងតែម្ដងលក្ខណៈថាពេលហ្នឹងគាត់ដូចរឿងក្មេងហើយណាមួយគាត់រៀងផ្លិចខ្លួនមកពេលអញ្ចឹងបងប្អូនគាត់ក៏បានទៅបត់ជើងដាក់ដើមស្វាយនឹងបន្ទាប់មកពេលហ្នឹងក្មេងម្នាក់ទៀតដោយសារតែគាត់និយាយថាគាត់ហូបអត់ទាន់ស្អែតទេគាត់ចង់បានទៀតអញ្ចឹងណាទៅពេលហើយសុកដោយគេគិតថាគេនៅចិត្តនឹងដែរគាត់ក៏បានឡើងទៅបេះឲ្យទៅបន្ទាប់ពីគាត់បេះទៅគាត់ឈោងដៃរនឹងបេះស្វាយនឹងហើយសិបតែគាត់ធ្លាក់ពីលើដើមស្វាយនឹងតែម្ដងបងប្អូនធ្លាក់ពីលើដើមស្វាយនឹងហើយគាត់បានស្លាប់ដល់ពេលហើយក្មេងៗនឹងពិតជាភ័យមែនទែនគាត់ភ័យក្នុងគេស្រែកហៅដាស់គាត់ឲ្យភ្ញាក់ឡើងអញ្ចឹងបន្ទាប់មកគាត់ក៏មានអារម្មណ៍ថាយ៉ាងដឹងខ្លួនបន្តិចប៉ុន្តែក្មេងៗនឹងចាប់អារម្មណ៍ឃើញសុកនឹងប្លែកដោយសារតែគាត់បើកមកបាក់ភ្នែកឲ្យលក្ខណៈថាយ៉ាងផ្លឹកគាត់ដូចអត់ដឹងខ្លួនណាអញ្ចឹងហើយក្មេងៗហ្នឹងក៏ទឹកគិតថាឲ្យគ្នាគាត់ផ្សេងទៀតហ្នឹងជួយឃ្វាគោទៅផ្ទះសុកវិញផងហើយសល់ប្រហែលអ្នកហ្នឹងគាត់ចង់យកសុកហ្នឹងទៅផ្ទះបន្ទាប់មកពួកគាត់ក៏បាននាំគ្នាជួយ
គ្រាសុកមកផ្ទះវិញបន្ទាប់ពីមកដល់ផ្ទះម៉ាក់គាត់ក៏បានសួរទៅក្មេងៗដែលទៅវាកោជាមួយគាត់ហ្នឹងបន្ទាប់ពីគាត់បានដឹងសាច់រឿងហើយគាត់ក៏បានគិតថាឥឡូវហ្នឹងគាត់គួរតែហៅពេទ្យសិនព្រោះអីគាត់មើលទៅសភាពកូនរបស់គាត់គឺទៅអត់ដូចកូនរបស់គាត់ទេលក្ខណៈថាគាត់ចម្លែកបងប្អូនគាត់ផ្លឹកហើយគាត់អត់មាននិយាយមានស្ដីអីបងប្អូនធម្មតាក្មេងនេះគាត់ធ្លាក់ពីលើដើមស្វាយអញ្ចឹងគាត់គួរតែស្រែកឈឺប្រាប់ម៉ាក់គាត់ថាឈឺកន្លែងណាអញ្ចឹងបងប្អូនប៉ុន្តែសុខគឺគាត់អត់មាននិយាយអីទេគាត់បានមកដល់ផ្ទះហ្នឹងហើយគាត់មាននិយាយអីបន្ទាប់ពីគាត់នឹងខ្លួនហើយគឺគាត់ស្ងាត់ឈឹងតែម្ដងហើយភ្នែករបស់គាត់ក៏លក្ខណៈថាកលិចក្លាំលក្ខណៈស្លឹងចុះស្លឹងឡើងអញ្ចឹងប៉ុន្តែគាត់មាននិយាយអីទេតែម៉ាក់គាត់បិទសារតែគាត់មិនឃើញថាខ្លាចកូនរបស់គាត់ហ្នឹងធ្លាក់បាក់ឆ្អឹងឬក៏អីអញ្ចឹងគាត់ក៏បានទៅហៅពេទ្យមកមើលសិនបន្ទាប់មកគឺគាត់ចាំទៅរកគ្រូអីឲ្យគេមកគូមើលទីហើយគាត់ក៏បានដេញឲ្យកូនស្រីច្បងរបស់គាត់ហ្នឹងទៅហៅពេទ្យនៅក្នុងភូមិហ្នឹងមកឲ្យមកពិនិត្យកូនប្រុសរបស់គាត់នឹងបន្ទាប់ពីកូនស្រីច្បងរបស់គាត់នឹងដែលជាបងវីគាត់បានហៅពេទ្យមកមើលប្អូនហើយបន្ទាប់ពីពេទ្យគេបានពិនិត្យមើលហើយគេក៏បាននិយាយថាសុខគឺគាត់បានបាក់ឆ្អឹងជំនីហើយគ្រូពេទ្យក៏គាត់បានចាក់ថ្នាំឲ្យព្យាបាលទៅកាន់សុខបន្ទាប់ពីគាត់ព្យាបាលរួចហើយគាត់មើលទៅសុខក៏គាត់និយាយថាអាការរបស់គាត់គឺចម្លែកដែរដោយសារតែពេលហ្នឹងគឺគាត់អត់មានស្រែកថាឈឺឬក៏អីទាំងអស់ហ្មងគាត់ស្លាប់ក៏អត់ស្លាប់ហើយគាត់នៅតែមើលបើកភ្នែកមើលអីធម្មតាអញ្ចឹងបន្ទាប់ពីព្យាបាលគាត់រួចហើយមីសឿនក៏គាត់បានសួរទៅកាន់គ្រូពេទ្យដែលព្យាបាលឲ្យសុខនឹងថាតើពេលណាទៅកូនរបស់គាត់នឹងអាចលំងើបអង្គុយឬក៏អាចដើរបានធម្មតាវិញមានន័យថាអាចជាសះស្បើយពីជំងឺនឹងបន្តិចណាបងប្អូនព្រោះអីគាត់ចង់យកកូនរបស់គាត់នឹងទៅឲ្យគ្រូដែលគេចេះនឹងគេទាញមើលដើម្បីចង់ដឹងថាកូនរបស់គាត់នឹងកើតអីគេបានគាត់ខ្លាចទៅជាអញ្ចឹងបន្ទាប់ពីគ្រូពេទ្យក៏បានស្ដាប់លើមីសឿនគាត់និយាយអញ្ចឹងគាត់ក៏បាននិយាយថាអត់អីទេស្អែកខាងស្អែកអីហ្នឹងគាត់អាចទៅមើលគេបានហើយប៉ុន្តែឥឡូវហ្នឹងគាត់បានផ្ដល់យោបល់ថាគួរតែយកខែឆ្នាំវានឹងទៅឲ្យគេមើលសិនទៅចាំយ៉ាងណាអីចាំគិតគូរតាមហ្នឹងហើយមីសឿនក៏គាត់បានគិតថាអញ្ចឹងដែរចំណែកប្តីរបស់គាត់ដែលជាពូដនហ្នឹងក៏គាត់គិតអញ្ចឹងដែរគាត់ថាអីទេគាត់មានបងប្រុសម្នាក់ដោយសារតែបងប្រុសចំនួនមួយរបស់គាត់ហ្នឹងចេះខាងហ្នឹងដែរចាំគាត់ទៅមើលក៏បានដែរហើយឲ្យប្រពន្ធរបស់គាត់ហ្នឹងនៅមើលថែកូននៅផ្ទះអញ្ចឹងដោយសារតែខ្លាចបងស្រីរបស់គាត់តែម្នាក់ហ្នឹងមើលគាត់កើតដោយសារគាត់ធ្វើម្ហូបផងអីផងបងប្អូនអញ្ចឹងគាត់ក៏សម្រេចចិត្តតាមហ្នឹងហើយគ្រួសាររបស់គាត់ក៏បានអរគុណលោកគ្រូពេទ្យហ្នឹងបន្ទាប់ពីចែកការងារគ្នារួចហើយពូដនក៏គាត់អត់មានទុកយូរអីដែរគឺគាត់ក៏ធ្វើដំណើរទៅផ្ទះបងប្រុសរបស់គាត់ដែលជាអ៊ំលឿនអញ្ចឹងបងប្អូនហើយបន្ទាប់ពីគាត់ធ្វើដំណើរទៅដល់ផ្ទះបងប្រុសរបស់គាត់ហ្នឹងគាត់ក៏បានរៀបរាប់រឿងតាមនឹងប្រាប់ដល់បងប្រុសរបស់គាត់អញ្ចឹងបងប្អូនបន្ទាប់ពីអ៊ំលឿនគាត់បានស្ដាប់រឿងហៅទាំងអស់ហ្នឹងហើយគាត់ក៏បាននិយាយថាឥឡូវឲ្យខាងឆ្នាំគាត់ស្មកទាយសិនបន្ទាប់ពីពូដនគាត់បានឲ្យខែឆ្នាំទៅអ៊ំលឿនគាត់បានទាយហើយអ៊ំលឿនក៏គាត់បាននិយាយថាអាសុកហ្នឹងគឺគាត់ត្រូវបានខ្មោចដែលជាខ្មោចដែលយាមដើមស្វាយហ្នឹងគឺគាត់បានត្រូវខ្មោចហ្នឹងចូលហើយមូលហេតុដែលគេចូលដោយសារតែគាត់ប្រមាថគេដោយសារអីគឺគាត់ទៅនោមនៅកន្លែងគេដេកលក្ខណៈថាកន្លែងរបស់គេនៅអញ្ចឹងណាមិនធំតែបេះស្វាយនៅផ្ទះគេហើយគឺគាត់ទៅនោមដាក់នៅកន្លែងគេទៀតអញ្ចឹងគេខឹងចង់ចូលយកជីវិតរបស់វាហ្មងប៉ុន្តែដោយសារតែអ៊ំដនគាត់លឺអញ្ចឹងគាត់ក៏រៀងភ័យដែរគាត់ថាគាត់វាកូនរបស់គាត់នឹងវានៅក្មេងវាអត់ដឹងអីទេអញ្ចឹងកុំឲ្យវិញ្ញាណហ្នឹងខឹងប្រកាន់នឹងកូនរបស់គាត់អីហើយបើគេចង់បានអីទៅគាត់ដាក់ឲ្យគាត់ដាក់សែនថ្វាយឲ្យគេអញ្ចឹងណាបងប្អូនប៉ុន្តែជាស្ដែងគឺអ៊ំលឿនគាត់បាននិយាយថាគឺគេអត់ព្រមទេព្រោះអីកូនរបស់គាត់ហ្នឹងគឺប្រមាថគេខ្លាំងពេកហើយបើសិនជាជំរឿមានតែពីរទេបើសិនជាគេអត់ព្រមគឺគាត់នឹងតតាំងមួយគេហ្មងប៉ុន្តែបើឈ្នះមិនឈ្នះគឺគាត់អត់ដឹងទេដោយសារតែវាក៏ជារឿងដែលយើងអ្នកខុសដែរដោយសារតែយើងទៅប្រមាថកន្លែងរបស់គេអញ្ចឹងណាហើយអ៊ំដនគាត់បាននិយាយថាឥឡូវចរចាមួយគេសិនទៅបើសិនជាគេព្រមអីក៏គេចង់បានអីក៏គាត់ដាក់សែនថ្វាយឲ្យមកដោយសារតែកូនរបស់គាត់ហ្នឹងគឺគាត់ខុសមែនគាត់ខុសត្រង់ថាគាត់ទៅហូបស្វាយនៅកន្លែងគេគាត់បេះរបស់គេហូបហើយគាត់ទៅនោមដាក់ផ្ទះគេទៀតអញ្ចឹងវាអត់ត្រូវទោះបីជាយើងជាម្ចាស់ផ្ទះពិតមែនបើគេធ្វើអញ្ចឹងមែនក៏យើងយ៉ាងខឹងគេដែរដោយសារមើលទៅគេយ៉ាងប្រមាថយើងពេកដោយសារតែគាត់ឃើញអញ្ចឹងគឺគាត់និយាយសម្រួលទៅអ៊ំលឿនគាត់បានព្យាយាមនិយាយប្រាប់គេដែរតែវិញ្ញាណហ្នឹង
có rưng không ổn rưng nó cho người sầm lúa tây có kinh dậy hẹp có tam phơi như nứng có tha cái admin phổ ấy cái ad phổ mong cái trong ban ở sọc nắng từ ao hơn là cái thân nhà bà cái mong ổn bây giờ đón có riêng tôi cho ông ổn với hai con dậy tha một đứa là lợi một ngày ai chui nhưng mà nó được xa nhưng có đang thua mày mùi vì tên lại bầu dậy tao kiểu prom hoặc là hay đón con gì chẳng có riêng tôi cho con riêng cả đầu cả hai mùi màu từng này con cả ban dậy thà đấy thì bảo cái prom còn đằng xa to tăng cái cham đằng hay dùng nó người qua từ thơ và thi dùng năng mong chỉ này con bảo quạt nó tên nó là nó quạt từ đó hỏi cái sân sao đã ấy thì tao bảo đánh vì nhìn vì tranh sân cho xem mà cho ấy tao vì liền hiên cho thế này mà tao bị bố con ban dậy khi này rồi hay quát cỏ thôiนะแต่เตี้ยปูดอนนำไปเตอประเด็นวิญญาณขมาวจริงปีครุนบอกโกนกวนซะต่อปีปูก็ดามือสุดตัวก็ตะดอบเตี้ยปูดอนต่อมกเดือนก็กับบ้านเรียบจำไปที่บอกกวาดนำไปประเด็นวิญญาณขมาวจริงปีโกนพอบอกปูดอนเหมือนต่อปีเดือนก็บ้านทั่วปีที่ประเด็นขมาวนู่นจริงจอนใช่ไหมจอนไอเรียบจำเอาโกนบอกปูดอนรู้ให้กวาดกับบ้านน้อมขณีบปีใบเนี่ยขณีกอดมีปลอกนั่งเมียดูเจียบผู้ดอนให้นางเนี่ยพุ่มมันเนี่ยเตี้ยเด่นเนี่ยจัดแข้งบ่ผู้ดอนผู้กอดกับบ้านน้อมขณีทั่วหนาตือกระไหลดำสวายไปนั่งดำใบแสะสู้วิญญาณขมาวนั่งอ่อยบ้านใช่ปะหนังบันเดนวิญญาณขมาวนั่งจังปีไหลดำสวายนั่นแต่มาดองเดือดซาตาผู้กอดคือบ้านใหญ่พิเยี่ยมสำหรับสำรวจจมูกหนังวิญญาณนั้นได้บรรทายเดือดซาตาแกรึงกบ้าละมาปูนวิญญาณนั่นคือรึงกบ้าครั้งเหมือนกันวิจ้องจังแต่ให้แทนถึงจ้องโยกโกนบ่ปูดอนเตียดแต่ไปนั่งโกนบ่ปูดอนนั่งกอดมีนอยู่ต้มแต่ต้องดับบุญชนำดับใบชนำเอ็นเตยนั่งกว่าเซนตอนโยลเอเดือดบ้าล้อที่บองปูนเดือดซาตาบ่ปูนเดือดเสียไปขมิ้นกับปีสมัยโน้คือพวกก็อยู่ดับบุญชนะไม่นึกก็กว่าตอนมินดังไอ้คอตรไอ้ละหมอมไอ้เตคือช่างอยู่ท่าละหมอมแต่ไอ้กอดโยลสิกได้บ้านท่าหือนึงก็จะหือข้อหือในมันกลัวทั่วช่างให้ตับบ้านจะเก็บประกันบันได้กอดก่ออัดมีนบ่มน้องให้ก่อกอดอัดมีนจะแต่ไหนไอ้ช่างทั่วดอทนั้นได้บางปอนจะซากอดทำแต่จะขึ้นไม่พอมันเนี่ยมันตับมกกอดกับบ้านน้อมขึ้นทุนนาแต่ดอกระไหลดาวสวายไปหนึ่งให้สวายไปนั่งคือทมเหมือนเต้นบางปนใบไม้ซาค่าบ่ก็เติบให้สิปีเอาเหมือนเดิมไอ้นั่งอัดดังท่าเอาวิจมอันเต็งเลยปุกกอดกับบ้านน้องขึ้นทุนนามาดอกระไหลดำสวายไปหนึ่งไอ้ให้ไปต่อปีกอดบ้านทั่วดำน้ำมาดอกระไหลดำสวายไปนั่งกอดกับบ้านสะส่วนใหญ่แต่กันขมอยนั่งได้เชื่อมาจ้าดำสวายนั่งบันไดbà tam quát dậy phèp máu cứ tha khmoi nâng cứ so là cả tha rối năm nên nặng ấy bong bон mình đừng tha quát slapเลยxa ấyឬក៏ slap เลยxaតាសម័យណាក៏យើងអត់ច្បាស់ដែរបងប្អូនប៉ុន្តែដឹងត្រឹមថាគាត់នៅកន្លែងហ្នឹងគឺ100ឆ្នាំមកបន្ទាប់ពីគាត់បានធ្វើដំណើរទៅដល់កន្លែងហ្នឹងហើយគាត់ក៏បានហៅព្រីហ្នឹងចេញមកបន្ទាប់ពីហៅទៅគាត់ហៅត្រឹមត្រូវលក្ខណៈគាត់និយាយថាអ្នកអើយចេញមកអញ្ចឹងណាតែដល់ពេលឲ្យគាត់នៅស្រ័យទៅគេក៏បានចេញមកមែនគេចេញមកហ្នឹងគឺគេចេញមករូបរាងរបស់គេគឺអត់អីទេបងប្អូនលក្ខណៈថាចេញមកស្អាតបានអញ្ចឹងលក្ខណៈថាគេមកលក្ខណៈសិនចរចាសិនបើសិនចរចាអត់បានគឺគេនឹងបញ្ចេញធាតុពិតរបស់គេហ្មងហើយគេមកហ្នឹងគឺគេដំបូងម្ដងឃើញគេអង្គុយលើដើមស្វាយម្ដងឃើញគេនៅក្រោមដើមស្វាយពេលខ្លះគឺឃើញនៅលើចុងស្វាយហ្មងបងប្អូនបន្ទាប់មកគាត់ក៏បាននិយាយថាឥឡូវបានហើយល្មមនិយាយគ្នាបានហើយដោយសារតែគាត់វិលមកពេលបងប្អូនម្ដងនៅនេះម្ដងនៅនេះតែខ្មោចទាំងវាសាំពេលតែគាត់និយាយអញ្ចឹងហើយគេក៏បានព្រមចុះមកគេព្រមចុះមកឲ្យគេសួរថានាំគ្នាមកធ្វើអីគេសួរអញ្ចឹងទៅពេលហើយលឿនក៏គាត់បានកាច់កងច្រើនដែរគាត់ក៏បាននិយាយថាគាត់ចង់មកសួរដោយផ្ទាល់ដោយសារតែនិយាយតាមញៀនទៅគាត់គឺអត់ច្បាស់គាត់ចង់មកសួរឲ្យផ្ទាល់តែគាត់ព្រមដោះលែងក្មេងនឹងអត់ដោយសារតែគ្នាក៏អត់មានចេតនាដែរបន្ទាប់ពីខ្មោចនឹងវាបានគិតមកស្ទុះវាថាវាអត់ទេវាអត់ព្រមចង់បានអីទាំងអស់អ្វីដែលវាអត់ចង់បានដែរសូម្បីតែគាត់និយាយថាសែនក្បាលជ្រូកឲ្យសែនមន់សែនទាប្រហែលក្បាលក៏គឺអត់យកហ្មងគេនិយាយថាគេចង់បានជីវិតក្មេងនឹងបន្ទាប់មកបងលឿនក៏គាត់បាននិយាយថាធ្វើអញ្ចឹងមិនកើតជីវិតក្មេងក៏វាជីវិតមួយដែរមិនចង់យកគេផុយអញ្ចឹង
គាត់និយាយលក្ខណៈស្ពស់សម្រួលទៅកាន់ខ្មោចនឹងឲ្យវាស្ងប់ចិត្តអញ្ចឹងប៉ុន្តែខ្មោចនឹងវានៅតែកាន់ជំហររបស់វាទៅដែរគឺវាអត់ចង់បានអីគឺវាអត់ចង់ចរចាទេហើយបន្ទាប់ពីវានិយាយអញ្ចឹងចប់ហើយគឺមានខ្យល់បក់ខ្លាំងមែនទែនបងប្អូនខ្យល់នឹងគាត់ថាគឺខ្យល់បក់មកភពនឹងដនគាត់បាននិយាយថាគឺគាត់ចង់ប៉ើងតាមខ្យល់នឹងហ្មងដោយសារតែខ្យល់មកភពនឹងមករ៉ាវនឹងមកផ្លែតនឹងគឺខ្លាំងមែនទែនហ្មងបន្ទាប់ពីដនគាត់បានឃើញសភាពអញ្ចឹងគាត់គឺដឹងថាគេលេងចរចាមួយគាត់ទៀតហើយខ្មោចស្រីនឹងក៏គេបានបញ្ចេញរូបរាងពិតរបស់គេមកគឺថាស្លៀកឈុតបុរាណបងប្អូនឈុតបុរាណហ្នឹងគឺតាមតែគាត់មើលទៅគឺសល់យូរសម័យមកបងប្អូនគឺអាចនឹងខ្ទង់300-400ឆ្នាំអញ្ចឹងមានន័យថាខ្មោចហ្នឹងគឺស្លាប់យូរអីតាមដែលគាត់មើលទៅតាមដែលចាស់ឬក៏ពុកម៉ែគាត់និយាយប្រាប់តគ្នាពីឈុតហ្នឹងអញ្ចឹងបងប្អូនហើយបន្ទាប់ពីហ្នឹងមកគាត់ក៏ចាប់ផ្ដើមធ្វើវិធីរបស់គាត់គឺគាត់បានពណ៌សីមាជុំវិញហ្នឹងហើយបន្ទាប់មកគាត់ក៏បានប្រាប់ទៅកាន់ពុដនហើយនឹងអ្នកចិត្តខាងរបស់គាត់ម្នាក់ទៀតគឺថាគាត់និយាយថាកុំឲ្យតណាគាត់ឲ្យទោះបីជាមាននឹងអីខ្លាចមិនក៏ដោយគឺហាមរត់ចេញពីខ្សែសមានឹងអសទោះបីជាភ័យខ្លាចមិនក៏ដោយគឺហាមមិត្តជន់ខ្សែសមានឹងក៏ឡងឲ្យដុតសេចក្ដីខាតបើសិនជាខ្លាចបាត់ភ្នែកទៅគាត់និយាយថាអញ្ចឹងគាត់និយាយតែប៉ុណ្្នឹងឯងតែដល់ពួកគាត់គឺគាត់ចាស់ដែរអញ្ចឹងគាត់ក៏អត់មានសូវភ័យខ្លាចអីហ្មងដែរបន្ទាប់មកខ្មោចស្រីនឹងក៏វាប្រុងនឹងហោះចូលមកបុកពួកគាត់ឲ្យស្លាប់នៅនឹងហ្មងប៉ុន្តែដោយសារតែឌឿនគឺគាត់បានពត់សៃម៉ារួចហើយឌឿនមួយបងប្អូនគឺគាត់ប្រកែកចងខ្សែសៃម៉ាមែនតើខ្សែសៃម៉ារបស់គាត់នឹងគឺខ្លាំងមែនតើគ្រាន់តែខ្មោចស្រីនឹងហោះចូលមកគឺឡងទៅវិញដូចយើងលោតពងហើយយើងលោតឡើងបងប្អូនគឺវាបុកទៅបុកមកនៅនឹងហើយវានៅតែឡងដដែលដូចឃើញវាធ្វើអញ្ចឹងដដែលហើយវាអត់អាចចូលមកបានគឺវាចង់បដូរវិធីវិញដោយវាបានប្រែខ្លាចជាមុខរបស់វាណាអាក្រក់គួរឲ្យខ្លាចដើម្បីបន្លាយពួកគាត់ដនហើយនឹងមិត្តភក្តិរបស់គាត់ម្នាក់ទៀតដែលអ្នកចិត្តខាងរបស់គាត់ហ្នឹងគឺគាត់មកដែរតពីគាត់ឃើញចឹងហើយគឺគាត់អត់ហ៊ានមើលទេគាត់ថាបិទភ្នែកទៅពេលហើយឌឿនគឺគាត់នៅតែនិយាយតែណាគាត់ថាហាមមកចេញពីខ្សែសមាបើខ្លាចបិទភ្នែកទៅកុំខ្វល់ជាមួយវាអាចចូលមកធ្វើអីពួកគាត់បានទេបន្ទាប់មកដនក៏គាត់បាននិយាយថាមួយថ្ងៃបិទភ្នែកទៅមិនប្រឹងមើលទេកុំឲ្យភ័យខ្លាចដោយសារតែព្រីនឹងវាខ្លែងធ្វើគ្រប់រូបភាពធ្វើទៅវាចេញមកនឹងគឺណាស់វាធ្លាក់វែងហើយបន្ទាប់មកមាត់របស់វាគឺហាលក្ខណៈថាស្ងាយដាក់គាត់អញ្ចឹងហើយភ្នែករបស់វាវិញលៀនហើយសុទ្ធតែឈាមមកវាបងប្អូនហើយចំណែកដៃជើងវិញគឺវាឡើងអលះអាលួយឡើងលក្ខណៈដូចសាសពគឺស្លាប់យូរអញ្ចឹងបងប្អូនខ្ញុំនិយាយនឹងគួរឲ្យខ្លែងបន្ទាប់មកវាក៏បានធ្វើមុខធ្វើអីដាក់គាត់ប៉ុន្តែពួកគាត់នៅតែព្យាយាមតាំងចំហថាអត់ខ្លាចនៅតែព្យាយាមកាន់លំនឹងនៅតែដដែលហើយពេលដែលគាត់ខ្លាចគឺគាត់បិទភ្នែកគាត់អត់ចង់ឃើញចង់ដឹងចង់លឺវាធ្វើអីធ្វើទៅបន្ទាប់ពីវាបន្លាយពួកគាត់ហើយពួកគាត់នៅតែអត់ខ្លាចគឺវាបានបដូរវិធីបងប្អូនគឺវាខ្លែងធ្វើជាប្រពន្ធរបស់ពុដនចង់ហៅពុដនប្រាប់ថាមកដល់គាត់វិស្រ័យឯងអើយឯងអាសុកវាធ្ងន់ធ្ងរខ្លាំងអីគាត់និយាយថាអាសុកហ្នឹងគឺវាបានផុតស្មាតទៅបងប្អូនគឺវាបាននិយាយអញ្ចឹងវាថាកូនរបស់យើងផុតហើយឯងអត់ទៅមើលកូននេះអីមកធ្វើស្អីគេនៅហ្នឹងបន្ទាប់មកគេក៏បានព្យាយាមហៅគាត់ឆាប់ឡើងទៅផ្ទះចេញមកឲ្យលឿនគេហៅនៅតែហាងអញ្ចឹងទៅពេលឌឿនគាត់ថតបានគាត់ថាអានោះមានប្រពន្ធរបស់ហែងឯងនៅសៀមគាត់ក៏បានបាដីមួយដៃបងប្អូនបាដីឲ្យគាត់យកមកសូត្រមុនអាគមគឺគាត់សូត្របល័យអត់ដឹងថាគាត់សូត្រអីទេតែមកគាត់សូត្រឲ្យគាត់បាយទៅលើដើមស្វាយហ្នឹងបងប្អូនដើមស្វាយព្រៃហ្នឹងស្រាប់តាហ៊ូកហៀងដែលជាប្រពន្ធរបស់ពុដនហ្នឹងគឺគាត់បានលេងបាត់ហ្មងហើយគាត់បានស្រែកខ្លាំងមែនតើគាត់ស្រែកអូយហើយគាត់ស្រែកថាជួយផងអញ្ចឹងណាបន្ទាប់មកពុដនគាត់រៀនស្លុតចិត្តដែរបងប្អូនដោយសារតាស្ទាក់ស្ដែងពេកហើយឌឿនគាត់គឺបានសូត្រផ្លុំនៅអត់មានឈប់ទេបងប្អូនហើយបន្ទាប់ពីគាត់បានសូត្រផ្លុំនឹងហើយគាត់ក៏បានលោកទៅក្នុងថង់យាមរបស់គាត់បានដករូបសូនមួយបងប្អូនរូបសូនហ្នឹងគឺសូនមកពីដីឥដ្ឋទេបងប្អូនតោះពីគាត់យករូបសូនហ្នឹងហើយគាត់សូត្រផ្លុំទៅពេលគាត់បោះនៅនឹងមុខដាក់នៅមុខគាត់អញ្ចឹងហើយវាក៏លេខបាត់បងប្អូនគឺវាលេខបាត់ភ្លាមហ្មងហើយបន្ទាប់មកគាត់ក៏បានឃើញលេចចេញរូបក្មេងប្រុសម្នាក់ឈរនៅពីខាងមុខខ្សែសមាកំពុងតែច្រត់ចង្កេះមើលទៅកាន់ខ្មោចស្រីនឹងហើយបន្ទាប់មកនៅក្នុងដៃវាហ្នឹងគឺមានខ្សែតៃបងប្អូន
មានខ្សែដៃមួយបន្ទាប់មកគាត់ក៏បានសូត្រផ្លុំឲ្យវានឹងទៅកំចាត់ខ្មោចស្រីនឹងបន្ទាប់ពីវាបានស្ដាប់បញ្ជាអញ្ចឹងហើយវាក៏បានធ្វើដំណើរទៅវាយខ្មោចស្រីនឹងតែម្ដងបងប្អូនហើយចំណែកខ្មោចស្រីនឹងវិញវាអត់បានខ្លាចទេឬវាគិតថាមន្តអាគមរបស់គាត់នឹងតិចតួចអញ្ចឹងបងប្អូនប៉ុន្តែវាបានមើលងាយគាត់ខ្លាំងមែនតើដោយសារតែពេលហ្នឹងគឺវាស្រែកដូចជាកូនអញ្ចឹងខ្ញុំនិយាយអញ្ចឹងហ្មងតើស្រែកខ្លាំងមែនតើវាស្រែកអូយដោយសារមនុស្សដែលជាឌឿនគាត់បានសូនមកហ្នឹងគឺវាកំពុងតែវាយទៅលើខ្មោចស្រីហ្នឹងហ្មងហើយចំណែកខ្មោចស្រីហ្នឹងវាអត់អាចធ្វើអីបានទេបងប្អូនវាចង់តបមិនក៏តបបានដែរដោយសារតែព្រលឹងដែលជាក្មេងប្រុសហ្នឹងគឺវាអត់ឈប់តែម្ដងវារហូតដល់វាអត់អាចតបបានវាចង់ធ្វើអីក៏អត់បានដែរអញ្ចឹងវាមានតែធំដល់អត់ក្មេងនឹងវាយហើយតែមកវាស្រែកនៅហ្នឹងបងប្អូនចំណែកពូម្នាក់ដែលមកជាមួយនឹងពូដនហើយនឹងឌឿនវិញគឺគាត់ថាគាត់ស្ដាប់ហើយគាត់នឹងព្រឺសបល់មកដោយសារតែសលេងខ្មោចស្រីហ្នឹងវាស្រែកធ្វើឲ្យគាត់ខ្លាចហ្មងគាត់លេងបាក់ស្បាតជាមួយនឹងវាហ្មងណាដោយសារសលេងវាស្រែកឡើងក៏លួចសលេងខ្មោចបងប្អូនខ្ញុំមិនដែលលើកដែរប៉ុន្តែដឹងថាវាគួរឲ្យខ្លាចហើយស្ដាប់ទៅធ្វើឲ្យបាក់ស្បាតមួយវាហ្មងបន្ទាប់ពីពួកគាត់បានអង្គុយមើលខ្មោចក្មេងប្រុសម្នាក់ហ្នឹងវេទទៅកាន់ខ្មោចស្រីហ្នឹងអស់ចិត្តអស់ចង់ហើយឌឿនគាត់ក៏បានសូត្រមន្តគាត់បានយកខ្សែសមាពីក្នុងថងយាមរបស់គាត់ហ្នឹងហើយតមកគាត់សូត្រគេថាអីក៏អត់ដឹងដែរបងប្អូនគាត់សូត្រផ្លុំទៅក៏គាត់បោះទៅមុខទៅក៏ខ្សែសមាហ្នឹងរុំខ្លួនខ្មោចស្រីហ្នឹងបងប្អូនហើយខ្មោចស្រីហ្នឹងដោយសារតែវាជាប់ចំណងរបស់គាត់ហើយគឺវាចាញ់គាត់ហើយអញ្ចឹងពួកគាត់ចង់និយាយអីចង់ធ្វើអីក៏បានតែសេតាចិត្តពួកគាត់បន្ទាប់មកវាក៏បានព្រមចោះចាញ់ពួកគាត់ហើយវាក៏ព្រមនិយាយថាអីទេវាដោះលែងក្មេងប្រុសហ្នឹងក៏បានដែរហើយបន្ទាប់មកឌឿនដោយសារគាត់អត់សូវជឿគាត់ខ្លាចខ្មោចហ្នឹងវាកលាស់សម្ដីរបស់វាអញ្ចឹងតមកគាត់ក៏បានឲ្យខ្មោចស្រីហ្នឹងធ្វើការស្បត់នៅក្នុងមុខពួកគាត់ហ្មងហើយដោយសារតែខ្មោចស្រីហ្នឹងវាអស់តម្រើសឲ្យបងប្អូនអញ្ចឹងវាមានតែធ្វើតាមគាត់គ្រប់យ៉ាងហ្នឹងហ្មងដោយសារតែពេលហ្នឹងវាជាប់ចំណងគាត់ហើយតមកវាក៏ធ្វើតាមពួកគាត់វានិយាយថាវាព្រមហើយបន្ទាប់មកដោយសារតែវាខាតទាំងចុងខាតទាំងការបងប្អូនដោយសារអីពេលនោះពួកគាត់បាននិយាយថាចង់ឲ្យវាយករបស់ដែលសែនអីទៅយើងយកឲ្យវាទៅវាអត់ព្រមទេអញ្ចឹងឥឡូវពួកគាត់ដោយសារតែកុំឲ្យក្បត់សម្ដីគាត់ព្រមគាត់ដាក់មាន់មួយទាមួយមកគូឲ្យវាឥឡូវគាត់សួរថាវាព្រមអត់ហើយបន្ទាប់មកវាថាវាអត់ព្រមហើយដល់និយាយសួរស្ដាប់គ្នាអញ្ចឹងហើយឌឿនក៏គាត់បាននិយាយសាំតប៉ែច្រើនហើយគាត់ក៏បាននិយាយតាប៉ុណ្ណឹងគាត់ថាឥឡូវអត់អីទេអញ្ចឹងចាំពេលស្អែកឡើងគាត់នឹងឲ្យគ្រួសាររបស់ពូដននឹងស្ងោរមាន់ជាមួយនឹងទាមកគូនឹងគឺយកមកដាក់សែនឲ្យខ្មោចដែលនៅចាំកន្លែងហ្នឹងមកដើម្បីបណ្ដោះពាក្យកុំឲ្យនិយាយថាកូនប្រុសរបស់គាត់នឹងមកប្រមាថគេដល់ទៀតហើយគឺគាត់ថែមទាំងមកចង់ធ្វើបាបគេទៀតអញ្ចឹងហើយគាត់ក៏បានដាក់មាន់រួមជាមួយនឹងទាឲ្យគេបន្ទាប់មកខ្មោចស្រីហ្នឹងវាដោយសារតែវាចាញ់ពួកគាត់ហើយអញ្ចឹងវាមានតែធ្វើតាមពួកគាត់តាមនឹងហើយអធិស្ឋានបងប្អូនដោយសារតែពេលខ្លះខ្ញុំនិយាយម្ដងហៅពូដនម្ដងទៀតហៅដនអញ្ចឹងបងប្អូនដោយសារតែពេលខ្លះខ្ញុំច្រឡំគ្នាជាមួយនឹងឌឿនដោយសារតែគាត់បងប្អូនគ្នាអញ្ចឹងគាត់ឈ្មោះហើយស្តៀងគ្នាតិចបងប្អូនហើយពេលហ្នឹងអ៊ីភេសម្បីតែអ៊ីភេដែលនិយាយរឿងហ្នឹងពេលខ្លះគាត់គឺច្រឡំដែរដោយសារតែឈ្មោះរបស់គាត់ហ្នឹងគឺដូចគ្នាខ្លាំងពេកស្តៀងគ្នាមែនតើបងប្អូនអញ្ចឹងហៅទៅអាចបងប្អូនស្ដាប់ម្ដងចេះម្ដងចោះអញ្ចឹងបងប្អូនឥឡូវយើងមកចូលនៅសាច់រឿងរបស់យើងវិញដល់ពេលហ្នឹងគឺឌឿនក៏គាត់បាននិយាយអីទេហើយខ្មោចស្រីហ្នឹងក៏វាថាវាព្រមហើយវាអត់មានទៅធ្វើបាបអីក្មេងហ្នឹងទៀតទេវាព្រមធ្វើតាមពួកគាត់ទាំងអស់ហើយដោយសារនិយាយស្រួលក៏ស្ដាប់គ្នាអញ្ចឹងហើយឌឿនគាត់ក៏បាននិយាយថាអត់អីទេអញ្ចឹងឥឡូវគាត់នឹងស្រាយចំណងវិញហើយបន្ទាប់មកឲ្យខ្មោចហ្នឹងនៅតាមតែខ្មោចហ្នឹងហើយចំណាយពួកគាត់គឺនៅតាមតែពួកគាត់ចំណាយខ្មោចហ្នឹងវាក៏បានចូលព្រមដែរហើយបន្ទាប់ពីចាប់សពគ្រប់អស់ហើយគាត់ក៏បាននាំគ្នាធ្វើដំណើរមកផ្ទះវិញពួកគាត់បានធ្វើដំណើរមកដល់ផ្ទះវិញហើយយើងកាត់មកព្រឹកស្អែកឡើងហ្មងទៅដោយសារតែកូនប្រុសរបស់គាត់លើហ្នឹងក៏វាអត់សូវអីវិញដែរវាលក្ខណៈថាវាធូរស្បាយវិញហើយវាគ្រាន់តែនៅយ៉ាងឈឺខ្លួនដោយសារវាធ្លាក់ពីលើដើមស្វាយបងប្អូនបន្ទាប់ពីព្រឹកឡើងពូដនក៏គាត់បានធ្វើតាមសន្យារបស់គាត់ជាមួយនឹងខ្មោចនឹងគាត់បានដាក់ស្ងោរមាន់មួយនិងទាមួយយកទៅសែនឲ្យគេហើយពេលហ្នឹងឌឿនក៏គាត់បានទៅដែរគាត់ទៅលាពាក្យលាសម្បត្តិគាត់អញ្ចឹងណា
ហើយបន្ទាប់ពីគាត់លារួចហើយអត់ទៅកូនប្រុសរបស់គាត់នឹងក៏រៀងគ្រាន់បើជាមួយកាន់តែច្រើនហើយបន្ទាប់មកពួកគាត់ក៏បាននាំគ្នាធ្វើដំណើរមកផ្ទះវិញហើយរឿងរបស់យើងក៏ចប់ត្រឹមហ្នឹងអរគុណបងប្អូនដែលបានទស្សនារឿងរបស់យើងដល់ចប់ចាំជួបគ្នានៅវីដេអូក្រោយទៀតហើយចំណែកបងប្អូនណាដែលមានសាច់រឿងចង់បន្តលេខអាចតាក់ទងនឹងខ្ញុំបាននៅក្នុង comment អរគុណបងប្អូនចាំជួបគ្នានៅវីដេអូក្រោយទៀតហើយក៏សូមអធិស្ឋានចំពោះការនិយាយខុសឆ្គងរបស់នាងខ្ញុំសូមអរគុណជម្រាបលាបាយបាយ